នេះណែបងប្អូនសហ្នឹងស្អីគេបងប្អូនទាយមើលបាទគាត់ច្រឡំថាសបកសុទ្ធមិនមែនទេបងប្អូនបាទគឺជាផ្លែកន្ទួតព្រៃដែលខ្ញុំទើបតែសម្ងួតរួចថ្មីបងប្អូនដោយសារតែខ្ញុំនៅកំងផ្លែស្រស់គេបានគេជួយបេះឲ្យណាប៉ុន្តែសមិនច្រើនទេបងប្អូនអានេះអាចថានិយាយថាទឹកចុងក្រោយហើយអញ្ចឹងណាទឹកចុងក្រោយពីព្រោះថាផ្លែថ្មីបន្តទៀតគឺលេងមានហើយបងប្អូនគឺដាច់ stop ហើយអញ្ចឹងបងប្អូនថាចង់បានផ្លែកន្ទួតព្រៃមិនថាជាផ្លែកន្ទួតព្រៃស្រស់ឬក៏ម្សៅកន្ទួតព្រៃឬក៏ផ្លែកន្ទួតព្រៃដែលសម្ងួតរួចនេះណាបងប្អូនបានឥឡូវគឺថាវានៅមានប៉ុន្តែបន្តិចទៀតគឺដាច់ stop បងប្អូនអាចនឹងរងចាំដល់ឆ្នាំក្រោយអញ្ចឹងណាប៉ុន្តែដោយឡែកសម្រាប់ផ្លែសមបាទគឺដាច់ហើយបងប្អូនដាច់ stop ហើយផ្លែសមអញ្ចឹងបងប្អូនថាចង់បានផ្លែសមយកទៅធ្វើថ្នាំបាទបញ្ចុះជាតិស្ករថែរក្សាសុខភាពផ្សេងហ្នឹងបាទបងប្អូនអាចនឹងរងចាំដល់ឆ្នាំក្រោយអញ្ចឹងណាបាទឥឡូវនេះគឺវាលែងមានហើយប៉ុន្តែសម្រាប់ផ្លែសមបាទទោះបីជាផ្លែក្រៀមទោះបីជាម្សៅសមវាដាច់ stop មែនក៏ប៉ុន្តែខ្ញុំនៅមានជាលក្ខណៈសមត្រាំទឹកឃ្មុំបងប្អូនសមត្រាំទឹកឃ្មុំហ្នឹងគឺមានស្រេចហ្នឹងនោះបងប្អូនតោះតើមើលទាំងអស់គ្នានេះបងប្អូនផ្លែសមត្រាំទឹកឃ្មុំគឺខ្ញុំបានត្រាំរួចជាស្រេចអញ្ចឹងណាមានសល់តែអញ្ចឹងហើយបងប្អូនបើថាផ្លែស្រស់ថ្មីគឺវាលែងមានហើយទោះបីតែផ្លែដែលសម្ងួតរួចដែលខ្ញុំមាននៅក្នុង stock ក៏អស់ក្នុង stock ដែរវានៅសល់មិនច្រើនទេបើសិនជាបងប្អូនចង់បានវានៅមានខ្លះវានៅមានតិចតួចបំផុតហើយសម្រាប់ផ្លែសមជាលក្ខណៈម្សៅណាបាទបើថាផ្លែក្រៀមគឺដាច់បាត់តែម្ដងគឺអត់មានទេបាទហើយមួយនេះគឺជាប្រភេទខ្ទឹមទោលត្រាំទឹកឃ្មុំមកពីមិនខ្ទឹមទោលបាទខ្ទឹមទោលស្រស់គឺមកពីមណ្ឌលគិរីប៉ុន្តែសម្រាប់ក្នុងការត្រាំទឹកឃ្មុំនេះគឺខ្ញុំជាអ្នកត្រាំអញ្ចឹងណាបងប្អូនបាទហើយនេះគឺជាពេលវេលាដែលខ្ញុំបានត្រាំបងប្អូននេះគឺជាពេលវេលាដែលខ្ញុំបានត្រាំបងប្អូនឃើញហើយនៅក្នុងគម្របនេះគឺសិតសឹងតែមានដាក់ថ្ងៃទីខែឆ្នាំកំណើតរបស់គេត្រឹមត្រូវបងប្អូនបាទមិនមែនធ្វើលំទេអញ្ចឹងបងប្អូនសួរថាត្រាំពីថ្ងៃណាមកធ្វើពីថ្ងៃណាមកបើស្អីអត់ដាក់ថ្ងៃទីទេគឺអាចនឹងច្រឡំអាចថានឹងផ្លិចអញ្ចឹងទៅបាទឥឡូវសរសេរដាក់លើគម្របអញ្ចឹងគឺច្បាស់លាស់ហើយបងប្អូនបាទហើយនិយាយពីរឿងមកដល់ពេលនេះគឺងុំល្អបងប្អូនចាញ់ជាតិល្អហ្មងបាទហើយនេះគឺជាផ្លែកន្ទួតព្រៃបងប្អូនផ្លែកន្ទួតព្រៃត្រាំទឹកឃ្មុំបងប្អូនដោយថាបងប្អូនថាខ្ជិលចង់បានជាប្រភេទកន្ទួតព្រៃត្រាំទឹកឃ្មុំវាងាយស្រួលហូបបាទពីព្រោះថារសជាតិវាមានរសជាតិផ្អែមរាងចត់រាងអីចឹងទៅបាទគឺឆ្ងាញ់ណាបងប្អូនបាទសម្រាប់ខ្ញុំគឺចូលចិត្តហូបហ៎បាទអញ្ចឹងឥឡូវបងប្អូនអាចមកមើលអានេះបានឥឡូវខ្ញុំបើកគម្របមកមើលបាទបងប្អូនឃើញថាវាងុំល្អហើយនេះបងប្អូនហើយកន្ទួតព្រៃនេះមុននឹងត្រាំគឺខ្ញុំដុំវាបែកសិនបងប្អូនឲ្យបែកសិនវាលះចាញ់ជាតិអញ្ចឹងណាហើយនិយាយពីរឿងរសជាតិវាដឹងតែងុំល្អបងប្អូនគឺឆ្ងាញ់អញ្ចឹងណាឥឡូវខ្ញុំភ្លក់ជូនបងប្អូនមើលមិនចំណិតបានបងប្អូនបាទឆ្ងាញ់បងប្អូនឆ្ងាញ់រសជាតិរបស់គេវានៅមានលក្ខណៈជូរចត់ល្វីងផ្អែមរសជាតិចឹងឆ្ងាញ់បងប្អូនឆ្ងាញ់បងប្អូនអាចចូលទៅញ៉ាំលេងក៏បានដែរប៉ុន្តែក្នុងមួយថ្ងៃបងប្អូនអាចញ៉ាំ3ដងក៏បាន2ដងក៏បានមួយដងមួយគ្រាប់ឬក៏2គ្រាប់ចឹងទៅហើយជាមួយនឹងទឹកបន្តិចទៅបាទវាអាចជួយសុខភាពរបស់បងប្អូនបានទី1គឺវាជួយបងប្អូនបាទសម្រក់ខ្លាញ់សម្រក់គីឡូថែរក្សារាងហើយបង្ការសុខភាពទូទៅជាពិសេសនៅពេលដែលយើងហូបជាប្រចាំបងប្អូនអាការៈក្អកផ្ដាសាយអីអត់ហ៊ានចូលក្បែរបងប្អូនទេបាទអត់ហ៊ានចូលក្បែរបងប្អូនទេនេះគឺជាប្រសិទ្ធភាពរបស់ផ្លែកន្ទួតព្រៃហើយជាលក្ខណៈផ្លែក្រៀមអញ្ចឹងក៏ល្អដែរបងប្អូនចង់បានជាផ្លែក្រៀមសម្រាប់យកចាញ់ទៅត្រាំទឹកឃ្មុំឬក៏យកទៅធ្វើជាតែហូបល្អដូចគ្នាបងប្អូនល្អដូចគ្នាហើយមួយកែវនេះជាប្រភេទខ្ទឹមទោលត្រាំទឹកឃ្មុំដូចគ្នាបងប្អូនបានឲ្យត្រាំយូរដែរហើយយូរថ្ងៃហើយវាខូបហើយបងប្អូនយកទៅអាចហូបបានគឺល្អ
ចឹងទាំងអស់នេះបងប្អូនចង់បានគឺអាចតំណតំណងបានទៅតាមលេខទូរស័ព្ទ077 25 33 94បាទដែលមានទីតាំងគឺស្ថិតក្នុងក្រុងស្រីសុផាន់ខេត្តបន្ទាយមានជ័យបាទអរគុណបងប្អូនបាទអរគុណ